ជាបឋមនេះខ្ញុំសូមគោរពទៅដល់លោកនាយកសាលាចាក៏ដូចជាគណៈគ្រប់គ្រងសាលាក៏ដូចជាលោកមេគុំចាហើយក៏សូមនិយាយសួស្ដីទៅកាន់បងប្អូនចាដូចជាមិនមែនមានតែសិស្សសានុសិស្សទេណាចាចាបងប្អូនអ្នកគ្នាក៏ដូចជាបងប្អូនសិស្សសានុសិស្សទាំងអស់ដែលនៅក្នុងភូមិឃុំនេះចាអញ្ចឹងចង់សួរអារម្មណ៍បន្តិចនៅពេលដែលជាយកទៅដល់ទីតាំងជាក់ស្ដែងអញ្ចឹងមានអារម្មណ៍បែបម៉េចដែរចាសប្បាយចិត្តខ្លាំងហ្មងហ៎អូមិនធម្មតាអូខេហើយដល់ពេលដឹងតំណែងថាខ្លួនឯងចិត្តបានសាលាថ្មីទៀតមកសូមអារម្មណ៍បន្តិចមកមកសុំខមួយមើលចាដល់ពេលឃើញមេឃសន្ទុំចិត្តភ្លៀងកាន់តែឃើញរូបភាពចារូបភាពដែលលោកគ្រូបានយកទៅខមមិនណាលោកគ្រូចាពិតជាឃើញចាក់ស្ដែងគឺពិតជាលំបាកអញ្ចឹងហើយក្នុងនាមបងជាអាចនិយាយបានថាជាសម្រាប់ជុំមួយរូបអញ្ចឹងហើយអាចនិយាយបានថាយើងមានឈាមជ័រជាខ្មែរយើងមានវប្បធម៌ចែករំលែកចាអញ្ចឹងទោះបីជាលទ្ធភាពអាចនិយាយបានថាយើងមិនបានជួយអស់គ្នាប៉ុន្តែយើងនឹងប្រឹងប្រែងព្យាយាមជួយឲ្យអស់ពីលទ្ធភាពអានេះបើសម្រាប់ខ្ញុំណាចាអញ្ចឹងហើយយើងពីខាងជាយកទៅវិញសូមតាមម្យ៉ាងនេះសូមឲ្យបងប្អូនសិស្សសានុសិស្សទាំងអស់ចាប្រឹងប្រែងរៀនសូត្រចាដើម្បីខ្លាយខ្លួនទៅជាពលរដ្ឋល្អណាហើយជាទំពាំងស្នងរិស័យដើម្បីថ្ងៃមុខយើងអាចជួយការងារប្រទេសជាតិបានទាំងអស់គ្នាអូខេប៉ុណ្ណឹងបានទេសូមប៉ុណ្ណឹងអូខេសន្យាណាអត់មានសន្យាឲ្យនេះអត់មានរវល់លេង TikTok លេងអីណានិយាយគ្នាហើយលេង TikTok ដោយពេលដោយតាមដានជាក៏ដោយពេលដែរមែនទេមាន follow page នៅអូខេ follow page តាមដានជាក៏ដោយពេលដែរអត់ឲ្យមានត្រូវប៉ះពាល់មករៀនទេយល់អត់អូខេបែងចែកឲ្យដាច់ណាអត់មានចង់ហើយខ្ញុំអត់បានធ្វើលំហាត់គ្រូរវល់ follow តាមដានជាអត់មានទេណាគ្នាហើយហ្វេនមិនក៏ដោយក៏ត្រូវតែប្រឹងប្រែងរៀនសូត្រអញ្ចឹងសូមតែប៉ុណ្្នឹងឯណាចាអរគុណច្រើនបងអត់មានអីច្រើនទេមានតែការចែកម្លែកប៉ុណ្ណឹងហើយនៅផ្ដល់នៅអ្វីដែលបងប្អូនអស់គ្នាចង់បានក៏ដូចជាលោកគ្រូអ្នកគ្រូចង់បានដូចគ្នាគឺអាគារសាងសង់អាគារសាលារៀននឹងឯងបាទយើងជាបងប្អូនប្រៀបដូចក្បូននឹងទូយើងរួមសុខទុក្ខប្រៀបដូចជាទឹកនឹងត្រីទាំងមិត្តភ័ក្តិចាំងព្រមទាំងមិត្តភ័ក្តិថ្មីថ្មីទាំងប្រុសទាំងស្រីសុទ្ធតែជាគ្រួសារខ្មែរមានសុខរួមសុខមានទុក្ខរួមទុក្ខថ្ងៃនេះថ្ងៃមុខមិត្តភាពលើតែដដែលពាក្យថាបងអូនជាពាក្យមួយមិនចេះគួរប្រែបេះដូងយើងជាខ្មែរពួកយើងតែងនៅក្បែរគ្នាអូបេះដូងខ្មែររំភើបម្លេះទេពេលបានជួបជុំគ្នារំលែកក្តីសុខដល់បងប្អូនទាំងឡាយនាំគ្នាសើចអាក់អាយសប្បាយគ្រប់គ្នាបេះ